មានស្បែកជ្រូកនៅសល់នៅក្នុងទូគឺអាចសាកយកមកធ្វើតាមវិធីនេះទាំងអស់គ្នាបានគឺធានាថាមានរសជាតិឆ្ងាញ់ហើយញ៉ាំទៅគឺជក់មាត់ហ្មងញ៉ាំលេងក៏បានឬក៏ញ៉ាំជាមួយនឹងបាយក៏ត្រូវដែរស្បែកជ្រូកនៅពេលដែលយើងយកវាមកច្នៃទៅជាលក្ខណៈឆាជូរអែមបែបហ្នឹងគឺញ៉ាំទៅអត់តលន់ទេហើយងាយស្រួលធ្វើខ្លាំងណាស់វិធីធ្វើហ្នឹងគឺដំបូងយើងដាក់ដាំទឹកមួយកូនផ្ដាល់មកហើយនឹងយើងដាក់គ្រឿងដែលមានដូចជាកូឡាក្រៃលក្រូចសាចហើយនឹងរំដេងមកកូនដុំតិចតួចមកនឹងដាក់ដាំទឹកឲ្យពុះរួចយើងដាក់ស្បែកជ្រូកយកទៅស្ងោរដើម្បីស្បែកជ្រូកហ្នឹងគឺបានរៀងផុយបន្តិចហើយនៅពេលយើងដាក់គ្រឿងមកហ្នឹងទៅធ្វើឲ្យស្បែកជ្រូកគឺកាត់ក្លិនឆ្អាបនិងមានក្លិនឈ្ងុយល្អថែមទៀតផងដាក់ស្ងោរមកសន្ទុះមើលទៅយើងចុចរៀងរោផុយហើយគឺយើងអាចស្រង់ស្បែកជ្រូកដើម្បីវាស្រស់ទឹកបន្តិចយើងកុំទុកឲ្យផុយខ្លាំងពេកទុកឲ្យផុយខ្លាំងពេកញ៉ាំទៅវារៀងអត់សូវឆ្ងាញ់ទេយើងទុកឲ្យរៀងច្របអញ្ចឹងញ៉ាំទៅគឺមានជាតិហ្មងបន្ទាប់មកគឺយើងយកស្បែកជ្រូកហ្នឹងមកហាន់ទៅជាប្រទេសរៀងតូចបែបហ្នឹងអញ្ចឹងទៅឆាចូលជាតិបានល្អពេលដែលហាន់រួចរាល់ហើយគឺយើងចាប់ផ្ដើមឆាតែម្ដងគឺដាក់ប្រេងឆាចូល1ស្លាបព្រាបាយដាក់ខ្ទឹមសជាមួយនឹងម្ទេសដែលយើងបានបុកចូលគ្នានឹងហើយគឺយើងយកមកឆាដើម្បីឲ្យវាមានក្លិនឈ្ងុយចាតែប្រយ័ត្នដែរកុំឲ្យខ្លោចនៅពេលយើងឆាបែបហ្នឹងរួចហើយយើងអាចដាក់ទឹកត្រីចូលបន្តិចរួចដាក់ស្បែកជ្រូកយកមកឆាចូលជាមួយនឹងគ្រឿងហ្នឹងហើយកូរច្បល់វា4-5 ត្រឡប់ដើម្បីស្បែកជ្រូកហ្នឹងគឺរាងបានឡើងក្លិនឈ្ងុយបន្ទាប់មកបន្ថែមគ្រឿងផ្សំចូលដែលមានដូចជាម្សៅស៊ុបបន្តិចមកហើយនឹងស្ករត្នោតហ្នឹង1ចុងស្លាបព្រាបាយឆាច្បល់ស្បែកជ្រូកជាមួយនឹងគ្រឿងដើម្បីឲ្យវាបានចូលសព្វគ្នាបានល្អមើលទៅបានក្លិនឈ្ងុយល្អនឹងចូលសព្វបែបហ្នឹងហើយគឺបន្ថែមជាមួយនឹងទឹកអំពិលទុំគឺចំនួន1ស្លាបព្រាបាយយើងដាក់ទឹកអំពិលទុំចឹងហើយយើងអាចឆាច្បល់បន្តិចរួចដាក់ប្រេងខ្យងចូលកន្លះស្លាបព្រាបាយចាតែប៉ុណ្ណឹងគឺឃើញថាគ្រឿងក្រូចរបស់យើងគឺបានដាក់សពគ្រប់អស់ហើយមានក្លិនឈ្ងុយមែនតើងាយសាមញ្ញទេប៉ុន្តែគឺធានាថារសជាតិឆ្ងាញ់ជាប់ចិត្តតែម្ដងហើយបើសិនមកយើងចង់ថែមជាមួយនឹងស្លឹកម្រះព្រៅថែមទៀតក៏បានដែរប៉ុន្តែខ្ញុំអត់ចង់ដាក់ខ្ញុំចង់ធ្វើជាលក្ខណៈជូរអែមធម្មតាអញ្ចឹងណាចង់ដឹងតើវាមានរសជាតិមិនដែរចំណាយលុយអស់តែ2000ទិញស្បែកជ្រូកមកក៏យើងអាចច្នៃទៅជាម្ហូបយ៉ាងឈ្ងុយឆ្ងាញ់មួយចានបានហើយ